សូមជូនអត្ថបទស្ដាប់ជំនឿកាលពីយូរលង់កន្លងមកហើយមនុស្សលោកតែងជួបប្រទះបាតុភូតធម្មជាតិផ្សេងៗដែលខ្លួនពុំអាចជំនះបានដោយមានការភ័យខ្លាចចំពោះអសន្តិសុខមកនោះចេះតែមានសេចក្តីសង្ស័យយ៉ាងនេះយ៉ាងនោះពួកគេតែងសង្ស័យថាមានកម្លាំងក្រៅខ្លួនដ៏ខ្លាំងក្លាអាចធ្វើឲ្យមនុស្សបានសេចក្តីសុខនិងអាចធ្វើឲ្យមនុស្សមហន្តរាយពួកគេចាប់ផ្ដើមមានជំនឿលើកម្លាំងទាំងនោះហើយសន្មត់ឈ្មោះនិងបង្កើតជារូបរាងផ្សេងតាមសមត្ថភាពរបស់ពួកគេកម្លាំងក្រៅខ្លួនទាំងនោះក្លាយជាទីពឹងរលឹកដើម្បីបានសេចក្តីសុខសប្បាយពួកគេតែងធ្វើអំពើល្អនិងធ្វើពិធីបូជាបន់ស្រន់អង្វរករតាមរបៀបផ្សេងខ្មែរយើងមានជំនឿច្រើនដូចជាជំនឿលើព្រលឹងម្ដាយឪពុកម្ដាយឪពុកមានគុណធ្ងន់មកលើកូនទុកដូចជាព្រះនៅក្នុងផ្ទះកូនត្រូវដឹងគុណនិងសងគុណកើតក្រោយមរណកាលទៅព្រលឹងលោកតែងតែនៅជួយថែរក្សាកូនចៅតទៅទៀតកូនចូលចិត្តសុំថ្មីម្ដាយឪពុកមកស្រោបមាសឬឆ្លាក់រូបព្រះពាក់នៅកដើម្បីនឹកឃើញគុណលោកជាប្រចាំការរំលឹកនឹកឃើញគុណរបស់ម្ដាយឪពុកនាំឲ្យព្រលឹងកើតតាមជួយឲ្យបានសេចក្តីសុខជានិច្ចរាល់ថ្ងៃសិលកូនតែងដុតធូបទៀនថ្វាយផ្លែឈើនិងផ្ការៀងរាល់ឆ្នាំកូនចៅតែងនាំគ្នាទៅសែនព្រេននិងបាំងសកលនៅតាមភ្នោឬចេតិយម្ដាយឪពុកដើម្បីរំលឹកគុណលោកសុំសេចក្តីសុខនិងឧទ្ទិសកុសលទៅជូនលោកពេលណាមានសេចក្តីលំបាកកូនចៅតែងបន់ស្រន់រកជំនួយពីលោកមុនគេបង្អស់ដកស្រង់ចេញពីសៀវភៅអរិយធម៌ខ្មែរវប្បធម៌និងសង្គមធម៌សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់លោកសូមួយខៀងលោកទឹកសៀងលោកជាឈិនទំពើទី21-22បោះពុម្ពឆ្នាំ2008